នៅពេលដែលឮឈ្មោះ Henry Ford អ្វីដែលមនុស្សគ្រប់គ្នានឹកឃើញមុនគេគឺបរិសុទ្ធខ្លាំងដែលបានបង្កើតរថយន្ត Model T ដ៏ល្បីល្បាញជាអ្នកបង្កើតប្រព័ន្ធខ្សែសង្វាក់ផលិតកម្ម Assembly Line ដ៏វៃឆ្លាតនិងជាមហាសេដ្ឋីលំដាប់ពិភពលោកដែលបានបដិវត្តឧស្សាហកម្មយានយន្តរហូតមកដល់សព្វថ្ងៃប៉ុន្តែស្របពេលជាមួយនឹងភាពជោគជ័យដ៏មហិមានេះជីវិតរបស់បុគ្គលកម្រិតពិភពលោករូបនេះក៏ត្រូវឆ្លងកាត់ការសម្រេចចិត្តដ៏តានតឹងនិងរបត់នៃជីវិតជាច្រើនដែលបន្សល់ទុកនៅមេរៀនប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ថ្ងៃនេះយើងនឹងក្រឡេកមើលដំណើរជីវិតរបស់ Henry Ford ក្នុងនាមជាអ្នកដឹកនាំដ៏មានឥទ្ធិពលម្នាក់ដើម្បីរៀនសូត្រពីរបៀបដែលគាត់បានឆ្លងកាត់ការសាកល្បងនិងរបត់សំខាន់ៗក្នុងអាជីវកម្មឧត្តមគតិនៃការគ្រប់គ្រងនិងស្មារតីកែច្នៃ Henry Ford គឺជាបុរសដែលមានចក្ខុវិស័យវែងឆ្ងាយនិងមានទំនុកចិត្តខ្ពស់លើការសម្រេចចិត្តរបស់ខ្លួនឯងជំនឿចិត្តដ៏មុតមមនេះដែលបានជួយឲ្យគាត់បង្កើតផលិតផលដែលគ្មាននរណាធ្វើបាននៅក្នុងក្រុមហ៊ុន Ford Motor Company គាត់តែងតែប្រកាន់ភ្ជាប់នូវគោលការណ៍ផលិតកម្មដែលផ្ដោតលើប្រសិទ្ធភាពនិងគុណភាពខ្ពស់ឧទាហរណ៍ជាក់ស្ដែងគឺសម្រង់សម្ដីដ៏ល្បីល្បាញរបស់គាត់ដែលថាអតិថិជនអាចជ្រើសរើសពណ៌ណាក៏បានដរាបណាវាជាពណ៌ខ្មៅពាក្យសម្ដីនេះមិនមែនជាការមិនខ្វល់ពីអតិថិជននោះទេប៉ុន្តែវាជាយុទ្ធសាស្ត្រដ៏វៃឆ្លាតជំនាន់នោះដើម្បីកាត់បន្ថយថ្លៃដើមផលិតនិងជួយឲ្យប្រជាជនទូទៅមានចំណូលមធ្យមអាចមានលទ្ធភាពទិញរថយន្តជិះបានគ្រប់គ្នាទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលទីផ្សាររីកចម្រើននិងមានតម្រូវការចម្រុះពណ៌ពីអតិថិជនការរក្សាគំរូដើមនេះបានក្លាយជាការប្រកួតប្រជែងដ៏ធំមួយរវាង Ford និងក្រុមហ៊ុន General Motors ដែលជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់អ្នកជំនួញជំនាន់ក្រោយរបត់នៃការផ្សព្វផ្សាយនិងមេរៀនសង្គមនៅក្នុងដំណើរជីវិតជាសហគ្រិនដ៏ជោគជ័យលោក Henry Ford ក៏បានពង្រីកឥទ្ធិពលរបស់ខ្លួននៅលើវិស័យសារព័ត៌មានតាមរយៈការកាន់កាប់កាសែត The Dearborn Independent ក្នុងអំឡុងទសវត្សរ៍ឆ្នាំ1920កាសែតនេះបានបោះពុម្ពផ្សាយទស្សនៈមួយចំនួនដែលបង្កឲ្យមានការជជែកវែកញែកនិងរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានសង្គមចំណុចដែលបង្ហាញពីភាពជាអ្នកដឹកនាំដ៏មានការទទួលខុសត្រូវខ្ពស់របស់ Henry Ford នោះគឺនៅឆ្នាំ1927បន្ទាប់ពីទទួលបានការឆ្លុះបញ្ចាំងពីសាធារណជនគាត់បានបង្ហាញនៅស្មារតីចាស់ទុំដោយបានចេញលិខិតសុំទោសជាសាធារណៈនិងសម្រេចចិត្តបិទកាសែតនោះភ្លាមព្រឹត្តិការណ៍នេះបានក្លាយជាមេរៀនដ៏ល្អមួយបង្ហាញថាសូម្បីតែមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលក៏តែងតែហាត់រៀនស្ដាប់មតិសង្គមនិងកែតម្រូវទិសដៅដើម្បីរក្សាសុខដុមរមនាក្នុងសហគមន៍ផងដែរទស្សនៈសន្តិភាពនិងការរួមចំណែកដល់ជាតិមុនសង្គ្រាមលោកលើកទី2ផ្ទុះឡើង Henry Ford គឺជាអ្នកគាំទ្រសន្តិភាពយ៉ាងសកម្មដោយគាត់មិនចង់ឃើញការបាត់បង់ជីវិតមនុស្សនិងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាមឡើយទោះបីជាជំហរប្រឆាំងសង្គ្រាមរបស់គាត់ត្រូវបានមជ្ឈដ្ឋានខ្លះយកទៅបកស្រាយខុសគ្នាក៏ដោយប៉ុន្តែនៅពេលដែលប្រទេសជាតិត្រូវការស្មារតីស្នេហាជាតិរបស់គាត់បានលេចឡើងយ៉ាងច្បាស់ដើម្បីចូលរួមចំណែកក្នុងការឈរតតាំងជាមួយប្រជាមិត្តដែលមានបំណងលាបត្របាក់ទឹកដីរបស់ខ្លួននៅពេលសហរដ្ឋអាមេរិកចូលរួមក្នុងសង្គ្រាមលោកលើកទី2ក្រុមហ៊ុន Ford Motor Company បានបង្វែររោងចក្ររបស់ខ្លួនភ្លាមទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការផលិតយន្តហោះចម្បាំងយានយន្តនិងសម្ភារៈយោធាដើម្បីជួយដល់កងទ័ពសម្ព័ន្ធមិត្តនេះស័ក្តិសមជានិមិត្តរូបនៃសហគ្រិនដែលចេះបត់បែននិងដាក់ផលប្រយោជន៍ជាតិជាធំក្នុងគ្រាអាសន្នការបន្តវេននិងកម្លាំងជំរុញជំនាន់ក្រោយនៅពេលដែលលោក Henry Ford ឈានចូលវ័យជរាការគ្រប់គ្រងអាណាចក្រជំនួញដ៏ធំធេងនេះចាំបាច់ត្រូវមានការចូលរួមពីកម្លាំងថ្មី
ទោះបីជាមានភាពខុសគ្នានៃគំនិតខ្លះរវាងមនុស្សជំនាន់មុននិងជំនាន់ក្រោយដែលជារឿងធម្មតាសម្រាប់ក្រុមហ៊ុនគ្រួសារធំៗប៉ុន្តែវត្តមានរបស់កូនប្រុសរបស់គាត់គឺលោក Itzel Ford បានដើរតួជាស្ពានចម្លងដ៏សំខាន់ Itzel Ford បាននាំយកគំនិតច្នៃប្រឌិតថ្មីៗដែលជួយឲ្យក្រុមហ៊ុន Ford អាចបន្តអភិវឌ្ឍខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារសម័យទំនើបនេះជាគំរូដ៏ល្អនៃការរួមផ្សំរវាងបទពិសោធន៍ដ៏ក្រាស់ក្រែលរបស់រៀមច្បងនិងថាមពលច្នៃប្រឌិតនៃយុវជនជំនាន់ក្រោយមេរៀនដ៏មានតម្លៃពីជីវិតរបស់ Henry Ford Henry Ford បានបន្សល់ទុកនូវកេរដំណែលដ៏អស្ចារ្យសម្រាប់ពិភពលោកដំណើរជីវិតរបស់គាត់បានបង្រៀនយើងថាគំនិតច្នៃប្រឌិតតែមួយអាចផ្លាស់ប្ដូរឧស្សាហកម្មទាំងមូលបានស្របពេលជាមួយគ្នានេះភាពជោគជ័យដ៏ស្កឹមស្កៃក៏ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការបើកចិត្តឲ្យទូលាយនិងការទទួលខុសត្រូវខ្ពស់ចំពោះសង្គមផងដែរ Henry Ford គឺជាវីរៈជនម្នាក់ដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រពិភពលោកការសិក្សាពីជីវិតរបស់គាត់គឺដើម្បីដកស្រង់យកទស្សនវិជ្ជាជោគជ័យយុទ្ធសាស្ត្រជំនួញដ៏មុតស្រួចនិងស្វែងយល់ពីរបៀបដែលគាត់បានឆ្លងកាត់ការប្រឈមនានាដើម្បីយកមកធ្វើជាត្រីវិស័យអភិវឌ្ឍខ្លួនឯងប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏ជោគជ័យសូមរៀនសូត្រពីភាពអស្ចារ្យនិងស្មារតីមិនបោះបង់របស់ Henry Ford ក្នុងពេលជាមួយគ្នាសូមដកស្រង់បទពិសោធន៍ពីរបត់ជីវិតរបស់គាត់ធ្វើជាមេរៀនរៀបចំយុទ្ធសាស្ត្រឲ្យកាន់តែប្រសើរព្រោះថាមនុស្សអស្ចារ្យមិនមែនជាមនុស្សដែលមិនធ្លាប់ជួបឧបសគ្គឬមិនធ្លាប់ធ្វើខុសនោះទេប៉ុន្តែជាមនុស្សដែលទុកនូវសមិទ្ធផលដ៏អស្ចារ្យនិងមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយបើលោកអ្នកចូលចិត្តមាតិកាប្រវត្តិសាស្ត្រនិងការដកស្រង់មេរៀនជីវិតពីបុគ្គលល្បីៗបែបនេះសូមចុច Like Subscribe និងបើកសញ្ញាកណ្ដឹងនៅវគ្គបន្ទាប់យើងនឹងនាំមកជូននៅមេរៀនជោគជ័យទាំង10ពី Henry Ford ដែលអាចអនុវត្តបានក្នុងអាជីវកម្មនិងជីវិតសពថ្ងៃសូមចុចទស្សនាវីដេអូបន្ទាប់